ដំណើរជីវិតមនុស្សម្នាក់មិនងាយស្រួលទេប្រៀបដូចជាដើមឈើទាំងនេះអញ្ចឹងទាមទារឲ្យយើងរៀនប្រឹងប្រែងលូតលាស់ដោយខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃដល់ពេលលូតធំកាលណាព្យុះភ្លៀងចាំតែបោកបក់គ្រប់ពេលប្រសិនបើយើងមិនរឹងមាំមិនតស៊ូច្បាស់ជាបាក់ទៅតាមនីវ៉ូខ្យល់ទាំងនេះមិនខានអញ្ចឹងបានតែម៉ែចេះតែប្រាប់មិនថាជួបរឿងអ្វីក៏ដោយកុំចោះចាញ់នឹងជីវិតបើកូនបោះបង់ចោលនៅពេលនេះកូននឹងមិនអាចមើលឃើញពីភាពស្រស់ស្អាតនៃភាពជោគជ័យរបស់កូននៅថ្ងៃមុខបានឡើយបាទម៉ែ